សួស្តីអ្នកទាំងអស់គ្នាមកស្ដាប់ការនៅក្នុងខែថ្មីខែ7ថ្ងៃនេះគឺចូលថ្ងៃ13 14ហើយខ្ញុំគិតថារៀងឡែតបន្តិចសម្រាប់អ្នកដែលគាត់ចង់ស្ដាប់ការខ្ញុំហើយនិយាយទៅការនេះគឺខ្ញុំដោះហើយខ្ញុំនឹងមកនិយាយប្រាប់អ្នកទាំងអស់គ្នាថាខែ7នេះខ្ញុំមើលឃើញគេខ្លះពីអ្នកទាំងអស់គ្នាហើយខ្ញុំសូមបញ្ជាក់មួយអ្នកទាំងអស់គ្នាខ្ញុំមិនមែនជាគ្រូទាយហើយខ្ញុំក៏មិនមែនជាគ្រូដែលដោះទាយឲ្យអ្នកទាំងអស់គ្នាមានជំនឿមកលើខ្ញុំដែរគ្រាន់តែការដោះការនេះគឺជាការកំសាន្តហើយខ្ញុំចង់ដោះចែកជូនទៅកាន់មនុស្សជុំវិញខ្លួនខ្ញុំដែលខ្ញុំគិតថាខ្ញុំដោះទៅអាចធ្វើអារម្មណ៍ពួកគាត់ល្អប្រសើរឬក៏ជួយផ្លូវចិត្តពួកគាត់បានខ្លះពីព្រោះការដោះការវាដូចជាការកំសាន្តទៅញ៉ាំសូរ៉ាឬក៏ទៅខាងក្រៅកំសាន្តឬភ្លេងឬអីចឹងដូចគ្នាអ្នកខ្លះក៏ចូលស្ដាប់ការអានការទាំងទៅវាជួយ healing អារម្មណ៍គាត់បានច្រើនពី stress អញ្ចឹងសូមបញ្ជាក់ទៀតថាខ្ញុំមិនមែនជាគ្រូទាយឬក៏តម្រូវឲ្យអ្នកទាំងគ្នាមកជឿខ្ញុំ 100% ទេខ្ញុំឃើញថាការទាំងអស់នេះគឺភាគច្រើនពាក់ព័ន្ធមួយស្នេហានិយាយទៅការនៅក្នុងខែ7នេះគឺមានអារម្មណ៍ថាខុសផ្លាយពីរដងហ្មងថាអពលដែលខ្ញុំចាប់បានពីអ្នកទាំងគ្នាគឺពាក់ព័ន្ធមួយស្នេហាច្រើនខ្ញុំមើលឃើញថាអញ្ចឹងខ្ញុំគិតថាប្រហែលជាអ្នកស្ដាប់ការខ្ញុំអាចនឹងមានស្នេហាចូលមកហើយខែ7នេះឬក៏រំកិលគៀកនៅក្នុងកំឡុងខែ7ឬក៏បន្តទៅខែក្រោយអញ្ចឹងណាខ្ញុំមិនដឹងថាពេលណាទេខ្ញុំដឹងតែដោះការនៅក្នុងខែនេះតែវាអាចនឹងរ៉ាន់ទៅរហូតពេលណាដែលអ្នកទាំងអស់គ្នាឃើញការទាំងអស់ហ្នឹងខ្ញុំមើលឃើញថាអ្នកទាំងអស់គ្នាអាចនឹងមានទំនាក់ទំនងអីមួយកើតឡើងវាជាការសហការងារវាអាចជាការរួបរวมសាមគ្គីគ្នាការចង់បង្កើតអីមួយរួមគ្នាជាមួយនឹងនរណាម្នាក់វាមិនមែនអាស្រ័យទៅលើអារម្មណ៍របស់អ្នកទាំងអស់គ្នាតែជាអារម្មណ៍របស់ដៃគូម្ខាងទៀតដែលគេមានអារម្មណ៍ទាំងអស់នឹងជាមួយអ្នកទាំងអស់គ្នាអញ្ចឹងថាមពលនឹងខ្ញុំបញ្ជាក់គឺវាអាចជាអារម្មណ៍របស់អ្នកទាំងអស់គ្នាទេវាអាចជាអារម្មណ៍មួយបុគ្គលណាម្ខាងទៀតណាដែលគេអាចជាដៃគូរបស់អ្នកទាំងអស់គ្នានៅក្នុងពេលឥឡូវហ្នឹងឬក៏នៅពេលអនាគតដែលគេកំពុងតែមានអារម្មណ៍បែបហ្នឹងហើយគេចង់មកមានសកម្មភាពអីមួយជាមួយអ្នកទាំងអស់គ្នាខ្ញុំមើលឃើញថាវាអាចនឹងមានតំណែងសកម្មភាពអីមួយពាក់ព័ន្ធមួយការងារពាក់ព័ន្ធជាមួយនឹងអាជីវកម្មហើយវាមិនមែនជាមនុស្សចេតនាធម្មតាទេអ្នកទាំងអស់គ្នាវាលេខកាត Ten of Cups ជាទូទៅកាតនេះគឺវាសំដៅទៅលើមនុស្សចេតនាឬក៏អារម្មណ៍មួយដែលខ្លាំងហើយជ្រាលជ្រៅបំផុតហើយបើសិនជាចេញកាតហ្នឹងណាភាគច្រើនមនុស្សចេតនាឬស្នេហាហ្នឹងវាមិនធម្មតាដូចយើងគិតទេវាអាចជាស្នេហាមួយដែលហ៊ានជ្រាលជ្រៅខ្លាំងមែនតើព្រោះវាអាចពាក់ព័ន្ធជាមួយនឹងការបង្កើតគ្រួសារតែក្នុងគ្រួសារមួយដែលមានសុភមង្គលមានភាពរីករាយមានអារម្មណ៍មនោចេតនាមួយដែលជ្រាលជ្រៅខ្លាំងមែនតើវាពាក់ព័ន្ធជាមួយនឹងរឿងគ្រួសារការរស់នៅជាមួយគ្នាមានកូនមានចៅអីចឹងទៅអ្នកគ្នាហើយ now cup នេះគឺជាទូទៅវាតំណែងហ្នឹងវាអាចនឹងមកនៅក្នុងពេលឆាប់អីចឹងទៅសារមួយហ្នឹងវាដែលគូមកខាងទៀតនៃអ្នកទាំងគ្នាបើសិនជាអ្នកទាំងគ្នាជាស្រីដែលគូមកខាងទៀតរបស់អ្នកទាំងគ្នាជាប្រុសតែបើអ្នកទាំងគ្នាជាប្រុសអ្នកទាំងគ្នាគឺកំពុងតែមានអារម្មណ៍ថានឹងព្យាយាមទៅរកដៃគូរបស់ខ្លួនហ្នឹងនៅក្នុងពេលឆាប់នេះឯងដោយសារតែអារម្មណ៍អ្នកទាំងគ្នាកំពុងតែចង់ធ្វើដំណើរទៅឬក៏បញ្ចេញសកម្មភាពមួយនឹងលឿន Egg of Cup នេះគឺការចង់បង្កើតតំណែងមួយហ្នឹងហើយការចង់មានតំណែងជាមួយគ្នាជាមួយនឹងដៃគូរបស់យើងនឹងឯងដែលយើងគិតថាយើងនឹងចង់មានតំណែងជាមួយហើយខ្ញុំមើលឃើញថាមិនថាអ្នកទាំងអស់គ្នាអ្នកស្ដាប់ការខ្ញុំដើរតួនាទីជាតួអង្គមនុស្សប្រុសឬក៏មនុស្សស្រីទេប៉ុន្តែហាក់បីដូចជាមានការថាធ្លាប់មានស្លាកស្នាមមានការឈឺចាប់មានរឿងអាក្រក់ដែលធ្លាប់កើតឡើងទៅលើជីវិតរបស់ខ្លួនឯងហើយដល់ពេលដែលរឿងទាំងអស់ហ្នឹងវាបញ្ចប់ហ្នឹងហើយព្រោះដោយសារតែយើងឆ្លងកាត់ការឈឺចាប់ហើយជួបដល់អាក្រក់ហើយកាលណាបញ្ចប់ដល់អាក្រក់វានឹងជួបរឿងល្អចាជាក់ស្ដែងគឺវាត្រូវតែអញ្ចឹងរឿងអាក្រក់គឺវាត្រូវបានបញ្ចប់ហើយលេចឡើងមួយរឿងមួយដែលថ្មីកាលណារឿងបញ្ចប់ហើយវានឹងលេចឡើងរឿងមួយថ្មីរឿងមួយដែលល្អអញ្ចឹងទៅយើងដើរចេញពីរឿងមួយចាស់យើងចាប់ដើមរឿងមួយថ្មីហើយវាក៏ជាការសាកល្បងមួយហ្នឹងហើយការសាកល្បងនេះគឺការសាកល្បងមួយដែលមានភាពច្បាស់លាស់បើន័យថាបើសិនជាយើងពិតជាមានអារម្មណ៍ចំពោះនរណាម្នាក់ពិតប្រាកដមែនហើយវាគឺជាអារម្មណ៍មួយដែលវាជ្រាលជ្រៅខ្លាំងហើយខ្ញុំគិតថាអ្នកស្ដាប់ការខ្ញុំណាគាត់អាចមកស្ដាប់ការខ្ញុំបានក៏ដោយសារតែគាត់មានជំនឿមិនមែនជំនឿលើខ្ញុំជាអ្នកដោះការនេះគឺជំនឿទៅលើខ្លួនគាត់ជំនឿទៅលើវិចារណញ្ញាណគាត់ខ្លាំងទៅលើផ្លូវអារម្មណ៍ផ្លូវអីហ្នឹងទៅអញ្ចឹងគាត់អាចដឹងថាគាត់សាក់ធ្វើរឿងហ្នឹងទៅ
ទៅលើរឿងអីឬមិនគួរទៅលើរឿងអីខ្ញុំគិតថាគាត់ប្រកាសជាអាចដឹងហើយអញ្ចឹងគាត់អាចនឹងព្យាយាមសាកល្បងបង្ហាញធាតុពិតនេះភាពច្បាស់លាស់មួយចំនួនទៅកាន់ដៃគូរបស់គាត់មិនថាគាត់ជាប្រុសឬក៏ជាស្រីទេគាត់នឹងអាចបង្ហាញអារម្មណ៍ទាំងអស់នោះទៅកាន់ដៃគូរបស់គាត់បានហើយការធ្វើសកម្មភាពទៅលើរឿងទាំងអស់នេះវានឹងបង្ហាញសកម្មភាពនេះនៅក្នុងការផ្លាស់ប្ដូរអីមួយមានន័យថាគាត់បង្ហាញទៅកាន់ដៃគូគាត់ហើយគាត់បង្ហាញវាច្បាស់លាស់ហើយគាត់ជាចាក់ចេញគាត់ផ្លាស់ប្ដូរការគិតឬក៏គាត់ជាមួយដៃគូគាត់នឹងមិននឹងផ្លាស់ទីទៅទីណាមួយជាមួយនឹងគ្នាទៅកាន់ទីទួលមួយសុវត្ថិភាពបន្ទាប់ពីគាត់ជួបរឿងរ៉ាវតុកសិចគាត់ជួបរឿងរ៉ាវមនុស្សដែលមិនល្អគាត់ជួបរឿងរ៉ាវអាក្រក់រឿងអាក្រក់ណាដែលគាត់កើតហើយគាត់នឹងដៃគូរបស់គាត់ចាប់ផ្ដើមរឿងថ្មីជាមួយគ្នាហើយបន្តដំណើរផ្លាស់ទីនឹងជាមួយគ្នាគឺប្រកាស 100% ហ្មងអ្នកទាំងគ្នាថាអ្នកដែលស្ដាប់ការខ្ញុំគាត់នឹងមានស្នេហាគឺគាត់នឹងមានស្នេហាតែម្ដងឃើញ the lover មកគឺគាត់នឹងមានស្នេហាគាត់នឹងបង្កើតស្នេហានឹងដល់ខ្លួនគាត់ហើយគាត់បង្កើតដោយភាពច្បាស់លាស់មួយដៃគូរបស់គាត់ទៀតនិយាយមិនខ្ញុំអ្នកដោះការទេតែខ្ញុំមានអារម្មណ៍ថាឡើង enjoy ឡើងសប្បាយចិត្តជំនួសអ្នកទាំងអស់គ្នាខ្ញុំមានអារម្មណ៍ថាអ្នកស្ដាប់ការខ្ញុំគាត់នឹងមានស្នេហាមួយដែលហៅថាដែលវាមានអារម្មណ៍ជ្រាលជ្រៅខ្លាំងណាស់អ្នកទាំងគ្នារបៀបថាដូចយើងដល់ពេលដែលយើងចាប់ផ្ដើមដឹងពីស្គាល់ពីជីវិតយើងចាប់ផ្ដើមរៀនសាកល្បងប្រាប់ទៅដៃគូដែលជាដៃគូជីវិតរបស់យើងហើយយើងចាប់ដៃគ្នាអ្នកទាំងអស់គ្នាហើយយើងបង្ហាញអារម្មណ៍នឹងមួយជាមួយគ្នាគឺវាល្អខ្លាំងមែនតើគឺវាល្អខ្លាំងអ្នកទាំងអស់គ្នាព្រោះអាហ្នឹងវាអាចថាវាជាគូព្រេងវាជាគូគប់ហ្នឹងហើយដែលយើងជួបចឹងទៅយើងចាប់ផ្ដើមបង្ហាញអារម្មណ៍ហ្នឹងទៅកាន់គ្នាទៅវិញទៅមកទៅរឿងហ្នឹងវាចប់ដោយបរិបូរណ៍ដែលល្អអ្នកគ្នាហើយ Nine of Pentacles នេះគឺជាទូទៅដំណើរទាំងអស់ហ្នឹងគឺវានឹងល្អខ្លាំងពីព្រោះដោយសារយើងចាប់ដៃគ្នាយើងបង្កើតគ្រួសារមួយជាមួយគ្នាយើងមានស្ថិរភាពហិរញ្ញវត្ថុហ្នឹងហើយយើងគិតគូរច្បាស់លាស់ទៅលើបញ្ហាហិរញ្ញវត្ថុឬក៏យើងមានលំនឹងដូចគ្នាទៅលើស្ថានភាពហិរញ្ញវត្ថុដោយសារតែមនុស្សយើងហ្នឹងហើយបានគិតផែនការជីវិតនឹងរួចរាល់ហើយនិយាយទៅអាចថាអ្នកស្ដាប់ការខ្ញុំភាគច្រើនគឺគាត់មានផែនការជីវិតមួយច្បាស់លាស់សិតសឹងតែជាមនុស្សដែលមានផែនការជីវិតមួយច្បាស់លាស់ដល់អញ្ចឹងទៅគឺធ្វើឲ្យស្ថិរភាពជីវិតរបស់គាត់គឺនឹងថឹងអញ្ចឹងតំណស្នេហាហ្នឹងគឺនឹងថឹងមានស្ថិរភាពទាំងផ្លូវចិត្តមានស្ថិរភាពទាំងហិរញ្ញវត្ថុហើយខ្ញុំសប្បាយចិត្តមែនតើក្នុងនាមខ្ញុំជាអ្នកដោះកាត់គឺខ្ញុំសប្បាយចិត្តនៅពេលដែលដោះកាត់ខាងនេះខ្ញុំឃើញថាខ្ញុំគិតថាភាគរយមិនដឹងថាភាគរយច្រើនឬក៏តិចទេគឺគាត់អាចនឹងចាប់ផ្ដើមតំណជាមួយដៃគូរបស់គាត់ហើយគាត់អាចនឹងជួបមនុស្សម្នាក់ដែលគាត់មិនមែនជួបទេអ្នកគ្នាគាត់អាចជួបហើយតែគាត់ដល់ពេលវេលាដែលគាត់ត្រូវតែនិយាយបង្ហាញភាពច្បាស់លាស់ហើយព្យាយាមការថានិយាយជាមួយគ្នាណាពាក់ព័ន្ធមួយមនុស្សចេតនានឹងច្រើនឲ្យយល់ពីជំរឿចិត្តរវាងគ្នានឹងគ្នានឹងបានច្រើនហើយមនុស្សយើងខ្ញុំគិតថានៅពេលដែលដល់ពេលវេលាមួយដែលយើងជួបដៃគូជីវិតច្បាស់លាស់ហើយគឺយើងអារម្មណ៍យើងគឺ peaceful ហើយអ្នកគ្នាមិនដែលរឿងយើងធ្លាប់ឈឺចាប់តាំងម៉ានគឺ healing ហ្មងថាយើងតុកសិចអីក៏ដោយព្រោះយើងចាប់ផ្ដើមមានមនុស្សដែលយល់ចិត្តយើងច្រើនយើងផាអារម្មណ៍ទៅគេអាចយល់ពីជំរឿចិត្តយើងបានប្រហែលភាគរយយើងសិក្សាពីគ្នាយូរទៅគឺយើងអាចដើរផ្លូវជាមួយគ្នាបានហើយជូនពរអ្នកដែលស្ដាប់ការខ្ញុំគាត់ជួបមនុស្សដែលល្អគាត់ជួបគូព្រេងគូគាត់របស់គាត់ហើយគាត់អាចប្រើពេលរស់នៅមួយជីវិតជាមួយដៃគូរបស់គាត់រហូតដល់មានសុភមង្គលមានកូនមានចៅតគ្រប់ជំនាន់ចឹងអ្នកទាំងអស់គ្នាខ្ញុំសប្បាយចិត្តមែនតើពេលដោះការមកឃើញអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានបាយបាយ